ពេលដែលចុះថប់គាត់ចាំពេលថ្លៃគាត់ចាំចឹងគាត់ដៃទៅត្រូវអញ្ចឹងទូទៅគេមកគាត់ហាត់ទេបាទពេល7000ដែលអាចនៅចំណេញបានបងបាទនៅតែចំណេញតែគាត់ថាចំណេញតិចនឹងតិចឥឡូវបងកំពុងតែឡើងទ្រង់ជ្រូកធំបាទដែលមានកម្រងចាប់ដល់មេ150បាបងចិញ្ចឹមមេជ្រូកប្រហែលដែរបងពីបងចាប់ដើមចិញ្ចឹមដំបូងហើយឆ្នាំណាដែរចាប់ដល់ពីដំបូងខ្ញុំចង់ថាគាត់9ហ្នឹងបាទបងបាទចាប់ដល់ដំបូងតែមេ10ក្បាលទេបងបាទបងមេ10ក្បាលហើយចាំហ្នឹងវាជួបបញ្ហាច្រើនដែរដល់ខាងចាំខាងនោះគឺយើងចំទុះជំងឺទៀតចឹងណាអូហើយបងទុះជំងឺបងសម្រាប់ចិញ្ចឹមប្រហែលខែដែរមិនបងដាក់វិញកាលដែលខ្ញុំទុះជំងឺនោះខ្ញុំទុះនៅឆ្នាំ2021ហ្នឹងដើមឆ្នាំ2021ហ្នឹងគឺខ្ញុំសម្រាប់រយៈពេល3ខែ3ខែបាទ3ខែបាទខ្ញុំទិញមេបញ្ចូលវិញតើបងសម្រាប់ហ្នឹងបងបានធ្វើបងចំត្រង់ចាស់ថ្មីឬក៏បងធ្វើត្រង់ថ្មីខ្ញុំចំត្រង់ចាស់ប៉ុន្តែខ្ញុំបាញ់ឆ្នាំសម្រាប់មេរោគផងខ្ញុំអាចកបោផងបាទនិយាយនោះយើងសម្អាតក្នុងត្រង់ហ្នឹងបងបាទហើយយើងហាចោលរយៈពេល3ខែហ្នឹងបានហ៊ានដាក់ចូលថ្មីទៀតឥឡូវនេះបច្ចុប្បន្ននេះបងមានមេឡើងមានមេរហូតដល់34ក្បាល34ក្បាលអញ្ចឹងបងមានកម្រងដាក់មេដល់150ក្បាលនៅឆ្នាំនេះបាទអញ្ចឹងប៉ុន្តែក្នុងឆ្នាំទៅហ្នឹងយើងមានបញ្ហាផ្ទុះជំងឺដែរខ្ញុំឃើញធំបងតបពីបងមានបទពិសោធន៍ក្នុងការផ្ទុះជំងឺមករៀងវគ្គក្រោយនេះគេផ្ទុះជំងឺធំទេធំបងផ្ទុះជំងឺទេអញ្ចឹងបងអាចចែករំលែកបទពិសោធន៍អ្វីខ្លះដែលបងអាចគ្រប់គ្រងជំងឺនឹងបានជួបបញ្ហាអញ្ចឹងខ្ញុំស្គាល់ពីបញ្ហាអញ្ចឹងណាបងបាទស្គាល់បញ្ហាអញ្ចឹងយើងត្រូវការពារទីមកសំខាន់បំផុតគឺជីវៈសុខភាពបាទជីវៈសុខភាពហ្នឹងយើងការពារអត់ឲ្យបាត់បង់ចិត្តដើម្បីកុំឲ្យតែមិនថាមនុស្សសត្វគឺឲ្យចូលទៅក្នុងធុងបោះធុងមេជូបរបស់យើងទេបាទបងបាទយើងត្រូវដាក់ឲ្យវាដាច់ចលែកអញ្ចឹងគឺសម្រាប់តែខ្ញុំម្នាក់ឯងចេញចូលក្នុងធុងហ្នឹងបាទបងសំបីប្រភពគឺគាត់ខ្ញុំអត់ចូលហើយគឺអត់ជួយនៅខាងផ្សេងខាងក្រៅទេបាទអញ្ចឹងបញ្ហាជំងឺហ្នឹងគឺអាចប្រហែលបានទេគ្រូបាទបងជួបម្ដងគឺជាបញ្ហារបស់យើងហើយអញ្ចឹងយើងស្គាល់វាហើយទី2នោះគឺដូចជាចាប់ត្រឡប់មេរោគអញ្ចឹងយើងត្រូវប្រើវាដែរបាញ់រយៈពេល3ថ្ងៃឬក៏មួយអាទិត្យយើងត្រូវបាញ់ម្ដងចន្លោះពេលគេត្រូវបាញ់វាជារៀងរាល់បាញ់រហូតបាទសេបំឡងពេលដែលគេកំពុងធ្វើជំងឺបាទក្នុងតែតសាច់ជ្រូកអញ្ចឹងក៏យើងត្រូវអមដែរគ្រូបាទសាច់ជ្រូកនេះគឺអ្នកងាយចម្លងមួយដែរអញ្ចឹងបាទន័យថាបងរៀនសូត្រពីជ្រូកតិចរហូតដល់មានបទពិសោធន៍អាចគ្រប់គ្រងបានហើយទទួលបានភាពជោគជ័យហើយនឹងប្រាក់ចំណេញមកបងឥឡូវបងមានកំពុងចំជុកច្រើនបងអញ្ចឹងអ្វីទាំងអស់មានន័យថាបងបានរៀនសូត្រផងបងបានរៀនសូត្រលើទ្រឹស្ដីផងហើយបងបានចំអនុវត្តផ្ទាល់ផងអញ្ចឹងមានន័យថាអាចបងហ៊ានចំបានច្រើនដល់បាទអញ្ចឹងគាត់ថាដើមទុននៃការធ្វើទ្រង់នេះមិនមែនតិចទេនេះបើយើងនិយាយទៅបោះទុនច្រើននៅជ្រូកបាទយើងពុកម៉ែបងប្អូនដឹងហើយជ្រូកបើមេ150ក្បាលច្រើននៅមានបញ្ហាជួបទៀតបងព្រោះអីយើងអ្នកចំសัตว์ដឹងព្រោះថាទីផ្សាររាល់ថ្ងៃនេះវាមិនថេរទេវាតែងតែឡើងចុះបាទវាច្រើនចុះរដូវណាខ្លះបាទបើទីផ្សារយើងសាមញ្ញធម្មតាមិនទុះជំងឺឬក៏យើងទីផ្សារស្រុកខ្មែរធម្មតាពេញមួយឆ្នាំហ្មងហ្នឹងច្រើនចុះនៅខែណាបាទអញ្ចឹងសាច់ជ្រូកចុះចាប់ដើមពីដើមខែ7លោកដើមខែ7រហូតដល់អាចចុងខែ12ចុងខែ12បាទប៉ុន្តែចុះក្នុងកម្រិតនេះបើសិនជាជ្រូកយើងមិនផ្ទុះជំងឺទេឬក៏ទីផ្សារមិនចាលជ្រូកទេក៏ជ្រូកនៅតម្លៃល្អដែរចុះដែរចុះមិនខាតបាទចុះរហូតដល់ខាតឬក៏តម្លៃណាដែលបងគិតថាឥឡូវ7000ឧទាហរណ៍តម្លៃ7000បើសិនជាបងចិញ្ចឹមហើយតើកលឹះណាខ្លះដែលយើងធ្វើឲ្យអ្នកចិញ្ចឹមនេះនៅ7000មានន័យថាកុំឲ្យខាតបាទយើងឃើញមានបងប្អូនយើងមួយចំនួនគាត់ថាគាត់7000គាត់ចិញ្ចឹមខាតទេប៉ុន្តែក៏មានបងប្អូនមួយចំនួនគាត់7000គាត់នៅចិញ្ចឹមបានអញ្ចឹងគាត់នៅតហើយរីកមុខរបរមកដល់ឥឡូវអញ្ចឹងតើក្នុងបងចែកម្លែកមើលបើការចំណាយហ្នឹង7000ដែលអាចនៅចំណេញបាន7000បើតាមការចិញ្ចឹមបើយើងចិញ្ចឹមធំធាត់ល្អហើយយើងដាក់កូនមកអត់មានងាប់បញ្ហាងាប់នេះគឺបើអត់មានល្បេះ1 2ទេគឺយើងនៅតែអាចទប់បានគ្រូអញ្ចឹងយើងនៅតែចំណេញតែគាត់ថាចំណេញតិចបាទតែបើយើងមានល្បេះងាប់1 2អញ្ចឹងអានឹងយើងបាញ់ខាតទេគ្រូបាទអញ្ចឹងមានន័យថាបើសិនជាបងចេះចិញ្ចឹមបងដឹងពីយល់ពីការចំណាយហើយបងអាចធ្វើម៉េចនៅពេលដែលទីផ្សារធ្លាក់ចុះបងទប់សភាពការហ្នឹងឲ្យអាចខ្លួនឯងចំណេញតិចតួចបាទទី1ចិញ្ចឹមកុំឲ្យងាប់ទី2ទៅចេះជ្រូកលូតលាស់ល្អប្រើប្រាស់ចំណីហ្នឹងជាចំណុចល្អប៉ុន្តែបើសិនជាយើងជាអ្នកចិញ្ចឹមថ្មីដែលគាត់អត់មានបច្ចេកទេសខ្ញុំឧទាហរណ៍វិញយើងពេលនេះយើងសម្រាប់ឈប់ចិញ្ចឹមអញ្ចឹងយើងបោះទុនហើយយើងត្រូវការពេលវេលាឬយើងត្រូវបោះបង់ហើយប៉ុន្តែដល់ពេលចាប់ដើមជ្រូកឡើងថ្លៃហើយយើងចាប់ដើមឡើងវិញទៅរួចទេទាន់ពេលវេលាអត់ទាន់ទេគ្រូបាទអ្នកចិញ្ចឹមដែលជោគជ័យគឺគាត់ពេលដែលចុះថប់គាត់ចិញ្ចឹមពេលថ្លៃគាត់ចិញ្ចឹមគាត់តែងតែត្រូវអញ្ចឹងទូទៅគេមកគាត់ខាតទេបាទពេលឡើងទៅគាត់បានចំណេញច្រើនណាស់បាទពេលគាត់ចុះមកយើងអាចថាយើងមកទប់សិនចុះបាទដល់ខាន់មុខរបស់យើងគឺនៅទៅមុខអញ្ចឹងព្រោះពេលខាតគឺអត់មានពេលច្រើនទេគ្រូតិចតួចបំផុតថាពេលចុះអញ្ចឹងព្រោះអាការចុះទៀតវាមិនតែរាល់ឆ្នាំផងគ្រូបាទពេលឆ្នាំខ្លះក៏តម្លៃល្អអញ្ចឹងយើងនៅតែចំណេញរហូតដែរពេលដែលចុះឧទាហរណ៍ថាជ្រូកដែលទុកជំងឺថាទុកជំងឺអញ្ចឹងវាចុះគេថាទុកជំងឺអញ្ចឹងបាទច្រើនឆ្នាំមានដល់4 5ឆ្នាំអីអាចនឹងមានម្ដងអញ្ចឹងការទូទៅរបស់យើងនៅចំណេញដែរចែករំលែកទៅកាន់បងប្អូនយើងដែលទស្សនានៅវីដេអូនេះគឺខ្ញុំឲ្យបងមានចំណុចសំខាន់ដែលបងគិតថាយើងអាចទៅមុខបានទីយើងជួបបញ្ហាបានតែបងមានបទពិសោធន៍ខ្លះដើម្បីផ្ដល់ជាកលឹះដល់ប្រកាន់ពួកគាត់ដើម្បីយើងអាចបន្តមុខរបររបស់យើងឲ្យរីកមកបានបាទ
ដើម្បីចាំជួបឲ្យចំណេញហ្នឹង បាទ បាទអញ្ចឹងបើនិយាយពីដំបូងតែម្ដងគឺយើងត្រូវថែទាំពីកូនឲ្យល្អហ្នឹង បាទហ្នឹងហើយបង ថែទាំកូនហ្នឹងតែយើងកាត់បន្ថយការរៀកការឯងបានអញ្ចឹងទៅកូនតែធំល្អអញ្ចឹងយើងចំណេញអញ្ចឹងទៅគាត់จะចំណេញហ្នឹងគ្រូ បាទហ្នឹងហើយ លើកឡើងថាមានបញ្ហាដែលយើងមិនសូវថែបើមានបញ្ហាសុខភាពវាមិនល្អវាគាត់យឺតហើយមានងាប់អីខ្លះអាហ្នឹងយើងហាក់ទៅធំហាក់ប៉ុន្តែបាទ បាទបងអញ្ចឹងមានន័យថាបើសិនជាយើងចិញ្ចឹមបានល្អមិនងាប់លូតលាស់លឿនជ្រូកថោកគោយើងនៅចំណេញតែចំណេញតិច បាទ អញ្ចឹងក្នុងដំណាក់កាលហ្នឹងសុំឲ្យអ្នកចិញ្ចឹមពង្រឹងលើសមត្ថភាពរបស់ខ្លួនឯងតែខ្លួនឯងបើខាត់ហើយយើងបន្តការចិញ្ចឹមព្រោះអីតម្លៃมันអាចធ្លាក់រហូតទេអញ្ចឹងវាមានពេលឡើងថ្លៃមកកាត់កងគ្នាវិញតែបងមានចិញ្ចឹមសត្វអីផ្សេងឬក៏មានបានធ្វើដំណាំអីផ្សេងទៀតទេ បាទមានគ្រូមាន បាទ បាទតែថាយើងចាំកាត់អញ្ចឹងជ្រូកនេះគឺមុខកើតគ្រូហើយលោកវិញអត់សម្រាប់ដំណាំហ្នឹងគ្រូ បាទ បាទអញ្ចឹងយើងអាចដាំដំណាំផ្សេងដូចជាសសក់ស្ពៃឬក៏ផ្ទីត្រទូនេះបន្ថែមទៀតយើងលក់នៅលើទីផ្សារបាទមួយថ្ងៃក៏បាន3 40000 50000រស់ស្រ័យថ្លៃអាហារបើយើងប្រចាំថ្ងៃ1 បាទ1 បាទហើយអញ្ចឹងខ្ញុំមានចំមន់ទៅជាកប៉ាខ្លះទៀតអញ្ចឹងគ្រូ បាទបង ចំណៃក៏យើងអាចដាក់ទីបានដែរព្រោះចំណៃរបស់យើងតែល្អយើងចាំសត្វអីក៏ល្អដែរ អញ្ចឹងបញ្ជាក់ឡើងវិញគឺបងចិញ្ចឹមមន់ចិញ្ចឹមទាកាប៉ាមែនប៉ុន្តែបងចង់កន្លែងផ្សេងអត់ចិញ្ចឹមមួយ បាទខ្ញុំគឺដាក់ដាច់ពីគ្នាអត់ បាទបងហើយមានសួនដំណាំមានអីចឹងទៅ បាទ មានពោតមានអីនឹងឃើញមានបងដាំពោតដើម្បីបងបាទនេះជាកលឹះល្អសម្រាប់អ្នកចិញ្ចឹមបាទចង់ធ្វើឲ្យគ្រូឯងជោគជ័យសម្រាប់បងគូជាដេប៉ូចំណីសត្វរបស់ក្រុមហ៊ុន CAC ដែរអញ្ចឹងគាត់ជាតំណាងចែកចាយនៅស្រុកកំពង់តាឡាចនេះបាទអញ្ចឹងបើពុកម៉ែបងប្អូនចង់បានកូនជ្រូកឬក៏ចង់បានចំណីពីខាងគាត់ឬក៏អាចសួរយោបល់ពីបញ្ហាទៅលើបច្ចេកទេសចិញ្ចឹមពុកម៉ែបងប្អូនអាចតំណាក់តំណងគាត់បានបាទអញ្ចឹងយើងនឹងបង្ហាញលេខទូរស័ព្ទរបស់គាត់ហើយជួយគ្រប់គ្រងទៅលើចំណីខ្មែរទាំងអស់គ្នាព្រោះយើងមានតែបើយើងចិញ្ចឹមជ្រូកនៅក្នុងស្រុកមានតែខ្មែរយើងទេដែលញ៉ាំតែជ្រូកយើងអញ្ចឹងសូមបងប្អូនអ្នកចិញ្ចឹមទាំងអស់គ្រប់គ្រងចំណីខ្មែរអត់មានបរទេសណាគាត់មកញ៉ាំតែជ្រូកយើងទេអញ្ចឹងយើងជួយគ្រប់គ្រងទាំងអស់គ្នាបាទអញ្ចឹងអរគុណបាទបង បាទ